ប៉ុន្តែខ្ញុំចង់ត្រឡប់បកទៅវិញដូចថាជាមួយឆ្នាំជាងគិតត្រឡប់ទៅអត្តន័យនៃបន្តិចដែលតាមការស្រាវជ្រាវយើងថាមួយឆ្នាំនោះវាមិនបានជាមិនបានទៅកើតទៅជាឆ្នាំបាទអញ្ចឹងវាជាទាំងអស់ហ្នឹងវានៅក្នុងពេលវេលាយើងដែលយើងគិតហ្នឹងមួយជុំនៃមួយតង់ឧទាហរណ៍មួយជុំនៃវិនាទីគឺ60វិនាទីបាន1ម៉ោងអញ្ចឹងមួយជុំនៃបានគុណនឹង24ម៉ោងទៀតវាមិនស្មើនឹងមួយថ្ងៃអញ្ចឹងមួយជុំនៃថ្ងៃទៀតវាស្មើនឹង30ថ្ងៃអញ្ចឹងទៅវាស្មើមួយខែណាជុំមួយខែអញ្ចឹងទាំងអស់ហ្នឹងពេលរហូតដល់មួយជុំនៃឆ្នាំវាស្មើ12ខែបាទអញ្ចឹងទៅអាទាំងអស់ហ្នឹងវាមកជុំទៅវាជាពេលវេលាអញ្ចឹងអាពេលវេលាហ្នឹងដែលអង់គ្លេសយើងថា time ហ្នឹងហើយដល់ពេលដើម្បីទៅកំណត់ពេលវេលាហ្នឹងឲ្យយ៉ាងម៉េចឲ្យឃើញយើងដឹងថាឲ្យបានមួយជុំយើងយកអីទៅកំណត់អញ្ចឹងគេមានរូបមួយទៀតយកទៅកំណត់ដើម្បីជារូបរាងបានជាអ្នកសុខគាត់ទៅពូនភ្នំខ្សាច់ដើម្បីឲ្យដឹងអីព្រោះពេលពូនភ្នំខ្សាច់ហ្នឹងជា space ជាអង់គ្លេសថា space អញ្ចឹង time and space ហ្នឹងអត់ដាច់ពីគ្នាទេអញ្ចឹងពេលវេលានៃរង្វិលជុំនៃឆ្នាំហ្នឹងអត់ដាច់នៃសន្តានដីរបស់យើងដែលជា space ហ្នឹងទេអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចដែរថាឧទាហរណ៍ខ្លួនយើងអញ្ចឹងរូបយើងហ្នឹងជា space ជាខ្មែរថាលំហណាប៉ុន្តែយើងទៅនិយាយថាលំហមិនមានណាទៅស្ដាប់បានពេលនឹងលំហដាច់គ្នាអត់បានប៉ុន្តែវាអត់មានពីណាទៅស្ដាប់បានអញ្ចឹងរូបយើងហ្នឹងជាលំហជា space ដែលអង់គ្លេសថាមិនអញ្ចឹងហើយអាយុយើងហ្នឹងជាពេលអញ្ចឹងដើម្បីកំណត់ជាមួយនឹងស្របគ្នាជាមួយនឹងឆ្នាំពេលនៃឆ្នាំហ្នឹងបានន័យថារូបយើងហ្នឹងទៅកើតបានមួយឆ្នាំអញ្ចឹងរូបយើងសឹករិចរិលអត់ក៏សឹកប៉ុន្តែយើងមើលកម្លាំងពេញលេញអញ្ចឹងមានដឹងថាសឹកទេប៉ុន្តែមួយឆ្នាំទៅមួយឆ្នាំសឹករិចរិលសឹកមិនឥឡូវឧទាហរណ៍ខោអាវប្រមាណបន្លាស់សក់យើងកាត់អត់ថ្មិញយើងដោះអត់កញ្ចក់ដៃយកជើងយើងកាត់អាហ្នឹងអាដោះមកវែងហ្នឹងមិនសឹករិចរិលមិនយើងកាត់ទៅអញ្ចឹងខ្មែរដើម្បីអីដើម្បីគាត់ធ្វើរង្វិលជុំនៃពេលវេលាហ្នឹងធ្វើមួយឆ្នាំទៅមួយឆ្នាំហ្នឹងដើម្បីពេលថ្មី space ថ្មីលំហថ្មីអញ្ចឹងឲ្យទទួលនៅអ្វីដែលថ្មីទៀតអញ្ចឹងបើយើងគិតទៅថាវាពិបាកស្ដាប់បន្តិចដោយសារម៉េចដោយសារនិយាយទៅអញ្ចឹងពូនភ្នំខ្សាច់ដែលពូនបានមកនៅពេលណាដែលត្រឹមត្រូវគឺនៅពេលចូលឆ្នាំពីព្រោះភ្នំខ្សាច់ហ្នឹងជា space ហ្នឹងជាលំហដែលបង្រួញពីលោកចក្រវាឡទាំងមូលដែលមាន5បណ្ដុំភ្នំព្រះសម្មានៅកណ្ដាលឧត្តរទ្វីបនៅខាងជើងករោទ្វីបនៅឆ្វេងស្ដាំហើយនឹងចម្ពោះទ្វីបនៅខាងក្រោមដែលយើងរស់នៅអញ្ចឹងអាសន្តាប់នៃចក្រវាឡហ្នឹងជាធម្មជាតិនៃផែនដីចេញមកគឺមកមានសន្តាប់អញ្ចឹងដើម្បីឲ្យសន្តាប់ល្អអាពេលថ្មីពេលដែលល្អហ្នឹងគឺត្រូវរៀបចំអាសន្តាប់ហ្នឹងឲ្យល្អដើម្បីអីដើម្បីពេលថ្មីមួយទៀតអញ្ចឹងបានគេពូនភ្នំខ្សាច់ហ្នឹងមាន5បណ្ដុំទៅសុខុមលោកដែលគេហៅថាសុខុមលោកគឺលោក